ម្នាក់នេះគ្រាន់តែបើកគម្របផ្លែឃ្លោកកម្លាំងបឺតដ៏ខ្លាំងក្លាបានទាញនាងចូលទៅខាងក្នុងនៅពេលនោះស្ត្រីចំណាស់អថាកំបាំងម្នាក់ស្រាប់តែលេចមុខមកគាត់មកដល់ទាន់ពេលហើយជួយសង្គ្រោះនាងបណ្ណាល័យនេះជំនាញខាងប្រមូលវត្ថុចម្លែកជាច្រើនអ្នកហាត់ការម្នាក់បានដកនាឡិកាយោលចុះស្ត្រីចំណាស់បានព្យួរនាឡិកាយោលពីលើផែនទីក៏ចាប់ផ្ដើមផ្លាស់ប្ដូរភ្លាមនាឡិកាយោលគឺជាឧបករណ៍តាមដានព្រឹត្តិការណ៍មិនប្រក្រតីនៅក្នុងទីក្រុងនាឡិកាបានឈប់នៅពីលើអគារមួយខណៈពេលដែលអ្នកគ្រប់គ្នាត្រៀមខ្លួនដើម្បីស៊ើបអង្កេតម៉ាក់បានប្រើបណ្ដាញទូរស័ព្ទរបស់គាត់ដើម្បីកំណត់អត្តសញ្ញាណបញ្ហាវាបានបង្ហាញថាប្រមាណម៉ោងមុននេះក្រុមអ្នករាំរបាំបាលេបានសម្ដែងនៅទីលានមួយអ្នករាំម្នាក់ស្រាប់តែបាត់បង់ការគ្រប់គ្រងរត់ចូលទៅក្នុងផ្លូវខណៈពេលកំពុងរាំហើយត្រូវបានរថយន្តបុកប៉ុន្តែជើងរបស់នាងនៅតែបន្តរាំជាក់ស្ដែងកម្លាំងខ្លះបានបង្កឲ្យមានគ្រោះថ្នាក់នៅពេលដែលអ្នកហាត់ការនៅបណ្ណាល័យមកស៊ើបអង្កេតស្នាមសក់សោចម្លែកបានលេចឡើងនៅលើក្បាលក្មេងស្រីនោះទាំងគ្រួសារនិងគ្រូពេទ្យមិនដឹងពីមូលហេតុគ្រប់គ្នាសម្រេចចិត្តស៊ើបអង្កេតរងមហោស្រពបាលេភ្លាមតែពួកគេបានឃើញអ្វីដែលចម្លែកម្ដងទៀតព្រោះអ្នករាំសំខាន់បានរងរបួសហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគឺឡូរ៉ាបានជំនួសកន្លែងរបស់នាងនៅលើឆាកខណៈពេលដែលនាងហាត់សាំយ៉ាងយកចិត្តទុកដាក់ដោយភាពរំភើបរាងកាយរបស់នាងចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងហើយវិលយ៉ាងលឿនសូម្បីតែផ្សែងក៏ហុយចេញពីការកក់គិតនៅចុងជើងរបស់នាងស្បែកជើងនោះត្រឡប់មកបណ្ណាល័យដើម្បីសិក្សានៅក្រោមមីក្រូទូរស័ព្ទពួកគេបានឃើញភីលឥតពណ៌ខៀវភ្លឺវាជាចរហេតុអ្វីបានជាចរបញ្ចេញពីលើពណ៌ខៀវបែឡាបាននឹកឃើញប្រអប់ចរដែលក្មេងស្រីនោះបានប្រើបញ្ហាអាចស្ថិតនៅទីនោះបែឡាបានត្រឡប់ទៅរមហោស្រពវិញបន្ទាប់ពីទទួលបានប្រអប់ចរហើយត្រៀមខ្លួនចាក់ចេញនាងបានឃើញឡូរ៉ាអង្គុយម្នាក់ឯងនៅលើជណ្ដើរបំស្ថាតដែលបានសិក្សាប្របាំបាលេដោយខ្លួនឯងបែឡាបានអារម្មណ៍របស់ឡូរ៉ាយ៉ាងស៊ីជម្រៅនាងបាននិយាយថានាងនឹងធានាថាការសម្ដែងនៅយប់នេះនឹងប្រព្រឹត្តទៅដោយសុវត្ថិភាពនិងរលូនតាមនៅនេះអ្នកផ្សេងទៀតបានតាមដានប្រភពតាមរយៈក្លិនចរនៅលើជើងស្បែកជើងនាឡិកាបានជើងអុលទៅកាន់ប្រេមួយពួកគេបានទៅទីនោះហើយបានរកឃើញថាដើមឈើទាំងនោះត្រូវបានបង្ហូរជីវិតឲ្យជាយោមកហើយអ្នកថែរក្សាស្រាប់តែដឹងថាមានតែមេធ្មប់ទេដែលអាចមានអំណាចបែបនេះមេធ្មប់កំពុងពន្យាជីវិតរបស់នាងដោយបង្ហូរភាពរវើរបស់អ្នករាំពួកគេបានបែងចែកជាពីរគុំអ្នកហាត់ការពីរនាក់បានត្រឡប់ទៅបណ្ណាល័យវិញដើម្បីស្វែងរកវិធីបំបែកវាអ្នកថែរក្សាបានត្រឡប់ទៅរោងមហោស្រពវិញដើម្បីសង្ឃឹមថានឹងកំណត់អត្តសញ្ញាណនិងកម្ចាត់មេធ្មប់ក្នុងអំឡុងពេលសន្ទនាគាត់បានបើកប្រវត្តិរបស់ហេណាដែលចេដាញ់ហើយបានរកឃើញថារូបរាងក្មេងរបស់នាងគឺដូចគ្នានឹងអ្នកជំនួសបច្ចុប្បន្នគឺឡូរ៉ានាងបានសារភាពដែលស្ងប់ស្ងាត់ថាគាត់គឺជាមេធ្មប់អាក្រក់ដែលអ្នកគ្រប់គ្នាកំពុងស្វែងរកសំណាងល្អអ្នកថែរក្សាបានមកដល់ដោយមានការរៀបចំទុកជាមុនហើយបាននាំយកវត្ថុស័ក្តិសិទ្ធិមកជាមួយនឹកស្មានមិនដល់មេធ្មប់បានវាគាត់ឲ្យស្លាប់ដោយកំ pl ែងឆប់មេធ្មប់បានត្រឡប់ទៅជារូបរាងក្មេងរបស់នាងហើយនាងត្រៀមខ្លួនដើម្បីចាប់ផ្ដើមការសម្ដែងពេញចិត្តយ៉ាងខ្លាំងចំពោះការសម្ដែងនៅយប់នេះមេធ្មប់នឹងស្រូបយកធម៌ពលជីវិតរបស់មនុស្សគ្រប់រូបដែលនៅទីនោះតាមនៅនេះអ្នកហាត់ការពីរនាក់បានរកឃើញដំណោះស្រាយពួកគេត្រូវធ្វើឲ្យទស្សនិកជនចូលចិត្តការសម្ដែងបែឡាបានចំនួនតំណែងអ្នករាំហើយឡើងលើឆាកនាងបានរំខានការសម្ដែងដោយចេតនាអ្នកទាំងពីរផ្សេងទៀតបានសហការគ្នានៅពីក្រោយឆាកមេធ្មប់បានផ្លាស់ប្ដូរភាពវឹកវើទៅជាការសម្ដែងធម្មតាវិញអ្នកទាំងពីរនៅពីក្រោយឆាកបានកាត់ផ្ដាច់ភ្លើងប៉ុន្តែវានៅតែមិនអាចបញ្ចប់ការសម្ដែងបានប៉ុន្តែស្បែកជើងរាំដែលផ្លុំបានធ្វើឲ្យការសម្ដែងកាន់តែទាក់ទាញវាថ្មីនិងគួរឲ្យចាប់អារម្មណ៍